Hello សួស្តីបងប្អូនអរគ្នាតើបងប្អូនចេះបង្កើតបទចម្រៀង AI ហើយឬនៅបើសិនជាបងប្អូនមិនទាន់ចេះបង្កើតចម្រៀង AI ទេវីដេអូនេះគឺសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីយកទៅបង្កើតចម្រៀង AI ដែលកំពុងតែពេញនិយមខ្លាំងមែនទែនអូនអើយបេះដូងបងនៅចាំស្នាមថាផ្អែមល្ហែមក្រោមពន្លឺព្រះច័ន្ទទូងពេលវេលាកន្លងបងមិនអាចបំភ្លេចព្រោះស្នេហ៍ដែលបងមានគឺមានតែអូនម្នាក់អូនអើយបើថ្ងៃណាបងប្អូនអាចយកចម្រៀងនោះយកទៅផុសក្នុង Facebook ក្នុង YouTube ដោយមិនមានជាប់ copy អ្វីឡើយគ្រាន់តែបងប្អូនមានកម្មវិធីពីរនេះតែប៉ុណ្ណោះបងប្អូននឹងអាចបង្កើតចម្រៀង AI ដោយខ្លួនឯងបានចឹងដើម្បីបង្កើតចម្រៀង AI បានបងប្អូនចូលទៅក្នុង ChatGPT ដើម្បីសរសេរនៅបទចម្រៀងដែលបងប្អូនចង់បានអញ្ចឹងបងប្អូនចុចនៅកន្លែងនេះមកបាទកន្លែងយើងសរសេរនេះមកហើយបងប្អូនសរសេរដូចខ្ញុំបាននេះខ្ញុំសរសេរ flow ហើយស្រាប់អញ្ចឹងកុំឲ្យបងប្អូនរងចាំយូរបងប្អូនអាចសរសេរអញ្ចឹងមកឥឡូវខ្ញុំចង់បានចម្រៀងបែបនេះបន្ទាប់មកខ្ញុំចុចសញ្ញាព្រួយខាងស្ដាំនេះបាទសញ្ញាពណ៌ខ្មៅនេះបាទចុចមកអញ្ចឹងគឺយើងកំពុងតែឲ្យ ChatGPT សរសេរនៅចម្រៀងឲ្យយើងដើម្បីយើងយកទៅដាក់នៅក្នុង link មួយទៀតដើម្បីបង្កើតចម្រៀង AI បាទឥឡូវនេះឃើញថា ChatGPT កំពុងតែសរសេរហើយបាទបន្ទាប់ពីយើងបាននៅប្រូចម្រៀងនេះហើយបងប្អូន copy ប្រូនេះតែម្ដងបាទចឹងបងប្អូន copy ចាប់ពី intro នេះមកបាទយើងចុចលើនឹងឲ្យជាប់មកយើងអូសវាមកក្រោមបាទអូសមកក្រោមទៀតបាទចឹងយើងធ្វើការអូសទៀតមកអូសរហូតមកដល់បាទត្រឹមនេះចោលណាបងប្អូនបន្ទាប់មកយើង copy ចុច copy វាមកបងប្អូនចូលទៅក្នុង app មួយទៀតគឺ app Chrome មកយើងចូលកម្មវិធី Chrome ហ្នឹងមកនេះបាទចុចចូលលើហ្នឹងមកបងប្អូនចុចកន្លែង search នេះបងប្អូនសរសេរអក្សរ P O O D U C E O ដកឃ្លាមក AI នេះខាងលើគេនេះបងប្អូនបាទយើងចុចមកបាទបន្ទាប់ពីចុចមកបងប្អូនឃើញមានច្រើនតែម្ដងបាទដែលមានពាក្យដូចគ្នាជាច្រើនអញ្ចឹងបងប្អូនត្រូវមើលសម្គាល់រូបភាពបាទកន្លែងនេះបាទនេះរូបភាពបែបនេះបាទដូចលើគេហ្នឹងបងប្អូនយើងចុចចូលលើហ្នឹងមកបាទពេលដែលយើងចុចចូលមកគឺវាចេញបែបនេះអញ្ចឹងចេញបែបនេះយើងត្រូវតែផាសចម្រៀងដែលយើងបាន copy ពី ChatGPT មិញហ្នឹងយើងយកមកដាក់ក្នុងហ្នឹងបាទបន្ទាប់មកយើងចុចសញ្ញាព្រួយនៅខាងស្ដាំកន្លែងពណ៌ខៀវហ្នឹងបាទបន្ទាប់ពីយើងចុចហើយយើងធ្វើការរងចាំបាទរងចាំវាសិនព្រោះវាកំពុងតែបង្កើតនៅចម្រៀងឲ្យយើងហើយចម្រៀងដែលវាបង្កើតនេះគឺមានចំនួន2បទហើយបន្តិចទៀតខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀប down យកចម្រៀងនោះតែម្ដងបាទអូនេះចម្រៀងខាងលើវាលោតមួយសារហើយនៅខាងក្រោមនេះទៀតបងប្អូនបាទអញ្ចឹងចម្រៀងរបស់យើងគឺមាន2បទបាទឥឡូវនេះបានរួចរាល់ហើយគឺចំនួន2បទតែម្ដងហើយបើខ្ញុំចាក់នៅលើលើអេក្រង់នេះបងប្អូនស្ដាប់អត់ឮទេដោយសារវាថតទៅអត់ជាប់បងប្អូនអញ្ចឹងខ្ញុំធ្វើការ down យកនៅចម្រៀងទាំងពីរនេះសិនហើយខ្ញុំនឹងទៅចាក់ឲ្យបងប្អូនស្ដាប់ថាតើចម្រៀង AI នោះវាពីរោះយ៉ាងណាយ៉ាងណីអីបងប្អូនចាំតាមដានទាំងអស់គ្នាតោះឥឡូវខ្ញុំនឹងបង្ហាញការរបៀប down បទចម្រៀងនោះយើងចុចកន្លែងសញ្ញាត្រេបអីហ្នឹងមកបន្ទាប់មកបងប្អូនមើលជួរវាមានទី1ទី2ទី3នេះបាទមានពាក្យ download យើងចុចលើហ្នឹងមកបន្ទាប់មកយើងយកកន្លែងនេះ MP3 បាទ MP3 នេះយើងចុចមកបាទនេះវាកំពុងតែ down ហើយបន្ទាប់មកខ្ញុំ down ចម្រៀងក្រោមមួយទៀតបាទព្រោះវាបង្កើតម្ដងគឺចំនួន2បទ
bệnh máuបន្ទាប់ពីយើង download រួចហើយបងប្អូនយើងទៅមើលតើកន្លែងណាជាកន្លែង save ចម្រៀងនោះបងប្អូនអូសមើលទៅឃើញនេះកន្លែង file នេះបងប្អូនបាទ file នេះបងប្អូនចូល file ហ្នឹងឬក៏កន្លែងនេះក៏បានដែរណាចាឥឡូវខ្ញុំចូល file នេះបងប្អូនចុចលើហ្នឹងមកបាទនេះជាចម្រៀងតែយើងបាន download មិនសិនយើងអត់ចេញបែបនេះទេបងប្អូនឃើញកន្លែងនេះបងប្អូនឃើញចឹងបងប្អូនចុចកន្លែង download នេះមកបាទវានឹង load ចម្រៀងមិញហើយអញ្ចឹងឥឡូវខ្ញុំនឹងទៅចាក់ស្ដាប់ជាមួយបងប្អូនចាំស្ដាប់ទាំងអស់គ្នាតើយប់ស្ងាត់ខ្យល់បក់បេះដូងបងនឹកអូនផ្កាយលើមេឃខ្ពស់ដូចភ្នែកអូនអង្វរបងផ្លូវចាស់យើងធ្លាប់ដើរឥឡូវសល់តែចងចាំស្នាមញញឹមផ្អែមល្ហែមធ្វើឲ្យបងមិនភ្លេចឡើយសួរឃ្លុយយំតាមខ្យល់រំលឹកថ្ងៃយើងស្នេហ៍ចិត្តបងនៅតែថែទោះអូនឆ្ងាយមិនឃើញអូនអើយបេះដូងបងនៅចាំស្នាមថាផ្អែមល្ហែមក្រោមពន្លឺព្រះច័ន្ទទូងពេលវេលាកន្លងបងមិនអាចបំភ្លេចព្រោះស្នេហ៍ដែលបងមានគឺមានតែអូនម្នាក់អូនអើយបើថ្ងៃណាអូននឹកសូមស្ដាប់សំនៀងខ្លុយដែលបងផ្ញើតាមខ្យល់បទនេះជាពាក្យបេះដូងពីមនុស្សដែលស្រឡាញ់ទោះឆ្ងាយប៉ុណ្ណាក្តីបេះដូងបងនៅក្បែរបន្ទាប់ពីបងប្អូនបានស្ដាប់បទចម្រៀងដោយ AI ហើយតើបងប្អូនមានចំណាប់អារម្មណ៍បែបណាដែរកុំភ្លេច comment នៅខាងក្រោមហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណបងប្អូនទាំងអស់គ្នាអាចបំភ្លេចព្រោះស្នេហ៍ដែលបងមានគឺមានតែអូនម្នាក់អូនអើយបើថ្ងៃណាអូននឹកសូមស្ដាប់សំនៀងខ្លុយដែលបងផ្ញើតាមខ្យល់បទនេះជាពាក្យបេះដូងពីមនុស្សដែលស្រឡាញ់ទោះឆ្ងាយប៉ុណ្ណាក្តីបេះដូងបងនៅក្បែរលៀងធ្លាក់លើដំបូលបងអង្គុយគិតដល់អូ